ឃើញខ្ញុំលាបពាក់កៅអៅចេះមិនបាច់ឆ្ងល់ទេដូចបងប្អូនឃើញស្រាប់ចឹងនៅខាងក្រោយខ្នងរបស់ខ្ញុំគឺជាពូជស្រូវដែលខ្ញុំធ្វើការត្រាំវាចោលហើយផ្អាប់វាបាន2យប់ហើយអញ្ចឹងវាថ្ងៃនេះគឺវាដុះហើយមកថ្ងៃនេះគឺមកធ្វើការវាយដីដើម្បីយើងធ្វើការព្រោះចឹងណាដោយសារតែពូជយើងវាដុះហើយដូចបងប្អូនឃើញស្រាប់ចឹងគឺថាដីនេះគឺសុទ្ធតែស្មៅហើយយើងវាយវាផ្អាប់ទុកផ្អាប់cáiជ្រៀងហើយជាកន្លះខែទៅ1ខែហើយប៉ុន្តែដោយសារតែវាអត់តន់លួយល្អហើយណាមួយស្មៅវាចាប់ផ្ដើមដុះទៀតចឹងណាចឹងទៅគឺយើងមកធ្វើការរោះព្រោះរោះដើម្បីធ្វើការព្រោះហើយបន្ទាប់ពីខ្ញុំធ្វើការរោះរួចមកសន្ទុះធំក្រោយមកគឺខ្ញុំធ្វើការដាក់ដុំឈើនេះដើម្បីធ្វើការឆូតកលងឲ្យវាស្អាតចឹងណាដោយសារតែខែនេះគឺយើងអត់ទៀងទេវាអាចមានភ្លៀងវាអាចអត់ភ្លៀងរាំងក្តៅអីចឹងទៅបើសិនជាយើងបានឆូតកលងឲ្យបានស្អាតទេវាអាចនឹងខូចដោយសារតែយើងបហូរទឹកចោលអត់អស់ចឹងណាហើយដោយបងប្អូនឃើញស្រាប់ចឹងគឺផុកបែកស្អាតមែនទែនបន្ទាប់ពីយើងរោះបានមកព្រឹកក្រោយមកហើយនេះគឺកលងដែលយើងធ្វើការឆូតហ្នឹងគឺឆូតដាក់មកឲ្យស្អាតចឹងមកដើម្បីយើងបហូរទឹកចេញឲ្យវាអស់ពីស្រែឲ្យស្រូវដុះល្អអញ្ចឹងណាហើយយើងធ្វើការបញ្ចូលទឹកវិញក៏វារត់តាមកលងនឹងស្អាតអញ្ចឹងណាហើយដោយបងប្អូនឃើញស្រាប់អញ្ចឹងគឺមកថ្ងៃនេះគឺមកតែពីអ្នកបងខ្ញុំទេដែលគាត់ធ្វើការលេខពូជដាក់ធុងឲ្យដើម្បីយើងធ្វើការព្រោះនៅល្ងាចនេះហើយយើងបន្ទាប់ពីវាយដីមកតាំងពីព្រលឹមប៉ុន្តែដល់ពេលបានព្រោះគឺថ្ងៃរៀងជ្រេដែរម៉ោងប្រហែលជា4ហើយហើយអញ្ចឹងយើងធ្វើការស្រោតខ្លាំងមែនទែនតាមដែលធ្វើទៅបានដោយសារតែយើងមិនត្រឹមតែព្រោះទេគឺយើងមកធ្វើការដាក់ថ្នាំខ្យងដាក់ថ្នាំកដោឲ្យទៀតអញ្ចឹងយើងធ្វើការព្រោះឲ្យបានរួចពីភ្លឺអីចឹងទៅយើងសល់ពេលយើងដាក់ថ្នាំបើមិនអញ្ចឹងទេយើងយប់បពើខ្ជិលហើយណាមួយយើងប្រឡាក់ផុកប្រឡាក់អីផងគឺស្បើយផងហ្នឹងខ្ជិលហើយបងប្អូនអ្នកគ្នាហើយខ្ញុំថតនេះគឺថតតបានតបងខ្ញុំដែលគាត់ធ្វើការព្រោះស្រូវទេចំណែកខ្លួនឯងគឺមិនបានថតទេដោយសារតែថតអត់កើតយើងព្រោះផងថតផងអញ្ចឹងណា